ពេលដែលបងប្អូនឃើញសត្វទាំងនេះពុកម៉ែបងប្អូនប្រកាសជាគិតថាវាជាសត្វចង្រៃដោយសារសត្វទាំងអស់នេះវាស៊ីដើមដូងដើមស្វាយដើមទុរេនជាដើមនៅពេលដែលពុកម៉ែឃើញសត្វនេះហើយពុកម៉ែបងប្អូនខ្លះយកថ្នាំទៅបាញ់សម្លាប់ដើម្បីកុំឲ្យវាបំផ្លាញដំណាំដូងដំណាំទុរេនឬដំណាំខ្នុររបស់ពុកម៉ែបងប្អូននៅពេលនេះប្រជាកសិករបានកែច្នៃសត្វនេះពីសត្វចង្រៃមកជាសត្វដែលមានប្រយោជន៍ដែលមានតម្លៃខ្ពស់នៅលើទីផ្សារដោយពួកគាត់បានកែច្នៃធ្វើជាសម្បុកសម្រាប់សត្វនេះឲ្យវាពងកូនដើម្បីប្រមូលកូនវាយកទៅលក់នៅលើទីផ្សារប្រជាកសិករបានប្រមូលប្រភេទសម្បកដូងឬក៏ចេកឬក៏កាអំពៅឬក៏កន្ទុកផ្សេងៗធ្វើជាសម្បុកបន្ទាប់មកទៀតប្រជាកសិករបានដាក់មេពូជចូលទៅក្នុងកន្ធុនដែលគាត់ដាក់សម្ភារៈទាំងអស់នោះដើម្បីឲ្យវាស៊ីនិងឲ្យវាពងដើម្បីបង្កើតជាកូនដង្កូវដឹកឌឺបន្ទាប់មកទៀតពួកគាត់បានយកកន្ធុនឬក៏សម្បុកទាំងនោះតម្រៀបទុកហើយនឹងរក្សានៅកន្លែងមួយដែលមានសុវត្ថិភាពតែនៅឆ្ងាយពីសត្វល្អិតផ្សេងៗដែលអាចយាដល់កូនដង្កូវដឹកឌឺនេះចូលទៅក្នុងកន្ធុនដែលគាត់រៀបចំហើយនឹងរយៈពេលត្រឹម3សប្តាហ៍គឺគាត់អាចប្រមូលផលពីមេកញ្ចែដែលមានកូនដង្កូវដឹកឌឺជាច្រើនក្នុងមួយកន្ធុនទាក់ទងតម្លៃដង្កូវដឹកឌឺនេះនៅលើទីផ្សារគឺមានតម្លៃគួរសមនិងប្រជាពលរដ្ឋមួយចំនួនចូលចិត្តបរិភោគដោយគេថាដង្កូវដឹកឌឺនេះសម្បូរដោយជាតិប្រូតេអ៊ីនប្រទេសខ្លះគឺគេមិនយកទៅចម្អិនគេយកទៅហូបឆាវឬក៏កន្លែងខ្លះទៀតគេយកទៅបំពងដើម្បីធ្វើជាម្ហូបអាហារឬក៏គ្រឿងក្លែមផ្សេងៗទាក់ទងនឹងប្រជាពលរដ្ឋខ្មែរយើងប្រសិនបើជាគាត់មានដីទំនេរឬក៏គាត់ដាំប្រភេទចម្ការដូងឬក៏ចម្ការដូងរបស់គាត់សម្បូរដោយសត្វកញ្ចែនេះគាត់អាចកែច្នៃសត្វកញ្ចែនេះទៅជាសត្វឲ្យមានប្រយោជន៍ហើយយើងចិញ្ចឹមយកកូនកញ្ចែនេះដើម្បីលក់ដូរដើម្បីទទួលកម្រៃបន្ថែមទៀតអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ